នេះគឺជាសកម្មភាពរបស់អតិថិជនដែលគាត់មានបញ្ហាឬដងបាតក្រពះពោះវៀនដែលគាត់បានមកដល់ទីតាំងក្រមួនទេវតាលោកយាយពីងគាត់បានមកជួបជាមួយនឹងលោកគ្រូមិត្តវិចិត្រដើម្បីពិគ្រោះយោបល់អំពីបញ្ហាជំងឺរបស់គាត់បន្ទាប់មកគាត់ក៏បានជាវថ្នាំយកទៅប្រើប្រាស់ដោយដែលបងប្អូនបានដឹងស្រាប់ហើយក្រមួនទេវតាលោកយាយពីងគឺមានទីតាំងស្ថិតនៅភូមិចុងកោះថ្មីឃុំកោះធំកស្រុកកោះធំខេត្តកណ្ដាលតែងតែមានអតិថិជនជាហោហែមកដល់ទីតាំងផ្ទាល់មានឆាតទៅតាម Facebook ជាហោហែបន្តបន្ទាប់អំពីបញ្ហាជំងឺរបស់ពួកគាត់ប្រសិនបើពុកម៉ែបងប្អូនមានបញ្ហាជាមួយនឹងឫសដងបាតដំណាក់កាលទី1ដំណាក់កាលទី2ដំណាក់កាលទី3ឈានចូលដំណាក់កាលទី4ដែលជាដំណាក់កាលដ៏ធ្ងន់ធ្ងរមួយបងប្អូនអាចមកពិគ្រោះយោបល់ជាមួយនឹងលោកគ្រូមិត្តវិចិត្របានប្រមុនទេវតាលោកយាយពីយើងខ្ញុំគឺអាចជួយពុកម៉ែបងប្អូនបានមិនថាបងប្អូនឈឺនៅក្នុងដំណាក់កាលមួយណាទេទោះជាបងប្អូនទើបតែកើតឬក៏កើតយូរឆ្នាំហើយក៏ដោយដូច្នេះប្រសិនបើពុកម៉ែបងប្អូនមានចម្ងល់អ្វីចង់សួរបងប្អូនអាច call ទៅតាមលេខទូរស័ព្ទដែលបានដាក់តាំងបង្ហាញនៅខាងលើវីដេអូដែលយើងបានដាក់ជូនពុកម៉ែបងប្អូនឥឡូវនេះសូមទៅស្ដាប់ការសន្ទនារវាងលោកគ្រូមិត្តវិចិត្រនិងអតិថិជនក្រុមហ៊ុនទេវតាលោកយាយពីងទាំងអស់គ្នាគឺគាត់លាបឲ្យលាបមួយថ្ងៃ3ដងអ្នកទៀងលាបម្ដងអស់មកហើយចាំឲ្យលាបនេះមួយថ្ងៃ3ដងនេះហើយអានេះឲ្យតែទៅហូបថ្ងៃ2ដងលាបតែនេះនេះហើយកាត់លាបតែអាពីរហ្នឹងតែមួយទេខ្ញុំថាតែមួយទេតែយើងថាហ្នឹងលាបបានលាបបានចាំឲ្យអ្នកនយោអត់